ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះសូសឌីជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្នាំទី1ហើយឥឡូវខ្ញុំបានរៀនថ្នាក់ Graphic Design នៅសាលា SC Academy សម្រាប់ការមូលហេតុដែលខ្ញុំជ្រើសរើសរៀននៅសាលា SC Academy គឺខ្ញុំទទួលបានការណែនាំពីមិត្តភ័ក្តិដែលគាត់ធ្លាប់រៀននៅនឹងគាត់ review ថាសាលាល្អហើយគាត់ណែនាំឲ្យខ្ញុំមករៀនហើយណាមួយខ្ញុំក៏បាន search ទៅទៅនឹងព័ត៌មានរបស់សាលាក៏ដូចជាការ recommend របស់សិស្សដែលគាត់រៀននៅនឹងផងដែរបងក្រៅពីបានសិក្សាររយៈពេល2ខែខ្ញុំឃើញថាសមត្ថភាពរបស់ខ្ញុំមានការupdate ក៏ដូចជាអភិវឌ្ឍជាងមុនព្រោះថាកាលមុនខ្ញុំមិនដែលបានរៀនថ្នាក់ graphic design ហើយនឹងកម្មវិធី Photoshop ឬក៏ Illustrator ពីមុនមកទេបងអញ្ចឹងខ្ញុំគិតថាសមត្ថភាពរបស់ខ្ញុំវាអាចនឹងអភិវឌ្ឍជាងមុនដោយលក្ខណៈការធ្វើ poster ការកាត់រូបភាពឲ្យច្បាស់ការដាក់ស្រមោលការធ្វើឲ្យមានពន្លឺអីផ្សេងៗអញ្ចឹងណាបងសម្រាប់ការបរៀនរបស់លោកគ្រូនៅក្នុងសាលា SC Academy គឺពិតជាល្អខ្លាំងមែនទែនព្រោះថាលោកគ្រូគាត់មាន technique ក្នុងការបរៀនឲ្យយើងងាយយល់ក៏ដូចជាគន្លឹះផ្សេងៗក្នុងការឲ្យយើងធ្វើទៅលឿនក៏ដូចជាឆាប់ចាប់បានបងហើយណាមួយលោកគ្រូគាត់គ្រប់ពេលវេលាក៏ដូចជាមកបរៀនទៀងទាត់ផងដែរបងហើយសម្រាប់កិច្ចការដែលរៀននៅក្នុងសាលា SC Academy គឺយើងពិតជាប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃផងដែរបងសម្រាប់ក្រៅពីបញ្ចប់ការសិក្សាររយៈពេល2ខែនៅសាលា SC Academy ខ្ញុំគិតថាខ្ញុំអាចនឹងមានសមត្ថភាពសមល្មមសម្រាប់ការទៅធ្វើកិច្ចការទាក់ទងទៅនឹងការរចនា graphic បានផងដែរបងជាចុងបញ្ចប់សម្រាប់អ្នកដែលគាត់ចង់រៀនផ្នែកកុំព្យូទ័រមិនថា Microsoft មិនថា graphic design មិនថាកាត់តវីដេអូអាចមករៀននៅសាលា SC Academy បានព្រោះថាតាមបទពិសោធន៍ដែលខ្ញុំរៀនផ្ទាល់រយៈពេល2ខែឃើញថាសាលាគឺល្អខ្លាំងមែនទែនមានកុំព្យូទ័រឲ្យយើងរៀនស្រាប់ទៀតហើយលោកគ្រូអ្នកគ្រូក៏គាត់យកចិត្តទុកដាក់សម្រាប់សិស្សគ្រប់គ្នាហើយទីតាំងធំទូលាយមានផាសុកភាពអញ្ចឹងសម្រាប់បងប្អូនឬក៏បងណាដែលគាត់ចង់រៀនជំនាញកុំព្យូទ័រមិនថា graphic មិនថាកាត់តវីដេអូអាចជ្រើសរើសសាលា SC Academy បាន